ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel គីមីឈីទាំងអស់គ្នាទៀតហើយចាថ្ងៃនេះដែរខ្ញុំនឹងធ្វើការសម្រាយរឿង anime មួយរឿងទៀតហើយជូនអ្នកទាំងអស់គ្នាស្ដាប់ហើយចំពោះរឿងថ្មីនេះដែរគឺមានចំណងជើងថា Kiki Delivery Service រឿងនេះត្រូវបានចេញផ្សាយនៅក្នុងឆ្នាំ1989រឿងនេះដែរគឺគេនិយាយអំពីការចាក់ចែងរបស់ក្មេងស្រីដែលមានអាយុ13ឆ្នាំដែលនាងគឺជាធ្មប់ចិត្តល្អរួមទាំងការចាក់ចែងនេះដែរគឺនាងបានទៅជាមួយនឹងឆ្មាខ្មៅមួយក្បាលហើយការចាក់ចែងនេះគឺមានរយៈពេល1ឆ្នាំដើម្បីធ្វើការដូរខាត់និងហាត់រៀនចំណេះជំនាញក្នុងការប្រើប្រាស់អំបោះនិងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងជាងមុនអញ្ចឹងដើម្បីចង់ដឹងថាតើការបត់ហាត់របស់គាត់នឹងគឺមានសកម្មភាពបែបណាខ្លះអញ្ចឹងយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាឈប់នៅមានរឿងមួយដែល admin ចង់សុំអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe ចុច like ហើយនិង comment នៅខាងក្រោមផងណាអរគុណច្រើនអ្នកទាំងអស់គ្នាតួឯកស្រីរបស់យើងឈ្មោះថា Kiki គេស្ដាប់វិទ្យុនៅក្រោមមេឃពណ៌ខៀវស្រងាត់ក្រោយដឹងថាយប់នេះជាថ្ងៃពេញបូរមីរួមទាំងមានព្រះច័ន្ទមានទំហំធំជាងមុនអាកាសធាតុក៏អំណោយផលទៀតនាងក៏គិតថាថ្ងៃនេះហើយគឺជាយប់ដ៏ពិសេសសម្រាប់ការចាក់ចែងរបស់នាងKikiជាកូនមេធ្មប់ម្នាក់ដែលបានរស់នៅក្នុងភូមិនេះហើយនាងក៏បានទទួលសមត្ថភាពពិសេសពីម៉ាក់របស់នាងដែររាល់ពូជពងរបស់មេធ្មប់ទាំងអស់អាចជាអំបោះហោះហើរបានហើយក្មេងៗដែលមានអាយុ13ឆ្នាំនឹងចាប់ផ្ដើមចាក់ចេញពីផ្ទះរស់នៅដោយឯករាជ្យរកការងារធ្វើនិងរៀនពីរបៀបរស់នៅដោយខ្លួនឯងហើយឆ្នាំនេះដែរ Kiki ក៏មានអាយុ13ឆ្នាំដែរក៏មានន័យថានាងនឹងត្រូវចាក់ចេញពីផ្ទះនៅក្នុងឆ្នាំនេះផងដែរ Kiki មានឆ្មាខ្មៅមួយក្បាលដែលវាឈ្មោះថា Gigi អាចមានសមត្ថភាពធ្វើទំនាក់ទំនងជាមួយនឹង Kiki ហើយវាក៏ជាផ្នែកមួយនៃ magic របស់ Kiki ផងដែរដោយសារតែ Kiki ចង់ចាក់ចេញពីផ្ទះនៅយប់ដែលស្រស់ស្អាតបំផុតនាងក៏បានបោះបង់ចោលការបោះជំរំរបស់គ្រួសារនៅចុងសប្តាហ៍នេះលោកប៉ានិងអ្នកម៉ាក់បារម្ភពីក្មេងតូចនេះយ៉ាងខ្លាំងប៉ុន្តែមុននឹងក្រោយនាងក៏គង់នឹងទៅដដែលបន្ទាប់ពីបានរៀបចំអីវ៉ាន់រួចអ្នកម៉ាក់ក៏បានយកអាវខ្មៅមួយមកស្លៀកទៅឲ្យ Kiki រអ៊ូថាហេតុអីក៏ចាំបាច់ពាក់អាវខ្មៅឆ្មាក៏ខ្មៅអាវក៏ខ្មៅទៀតវាដូចជាឆុងពណ៌គ្នាយ៉ាងម៉េចមិនដឹងទេអ្នកម៉ាក់បានប្រាប់ទៅកាន់ Kiki ថាសម្បកក្រៅនិងការស្លៀកពាក់មិនសំខាន់ទេអ្វីដែលសំខាន់បំផុតគឺនៅលើបេះដូងកូនត្រូវធ្វើរឿងល្អនិងមានបេះដូងបរិសុទ្ធទើបក្លាយជាមនុស្សល្អនិងមានគេស្រឡាញ់ចូលចិត្តច្រើនពេលនោះលោកប៉ាក៏បានចូលមកមើលកូនស្រីសំណប់របស់គាត់ Kiki បង្វិលខ្លួនឲ្យលោកប៉ាមើលមួយជុំបន្ទាប់មកលោកប៉ាបានលើក Kiki បោះឡើងទៅលើរួចអោបជាប់នឹងដើមទ្រូងគាត់និយាយថាហេតុអីក៏កូនមិនប្រាប់ប៉ាថាកូនធំលឿនយ៉ាងនេះគាត់បន្តថាបើនៅខាងក្រៅមានបញ្ហាអីកូនកុំភ្លេចត្រឡប់មកកាន់ផ្ទះវិញណាលោកប៉ានិងអ្នកម៉ាក់នៅរងចាំកូននៅផ្ទះកូនស្រីសំណប់តែមួយឃ្លាតពីដើមទ្រូងទៅឆ្ងាយយ៉ាងនេះប៉ាម៉ាក់ណាដែលថាមិនបារម្ភពេលវេលាបានមកដល់ហើយអ្នកម៉ាក់បានឲ្យអំបោះគាត់ទៅកាន់ Kiki ព្រោះគាត់បានឃើញថាអំបោះដែល Kiki បានធ្វើគឺតូចហើយនឹងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងនឹងបានល្អដោយអំបោះរបស់គាត់នោះទេ Kiki ក៏យកព្រមទទួលយកបន្ទាប់ពីបានលាអ្នកទាំងអស់គ្នានាងក៏ចាប់ផ្ដើមហោះទៅលើដោយសារតែសមត្ថភាពនៅខ្សោយនាងមិនអាចទប់លំនឹងបាននាងហោះទៅបុកដើមឈើពីមួយទៅមួយតែនាងក៏នៅតែពង្រឹងសមត្ថភាពនិងបន្តដំណើរទៅមុខទៀតនៅពីក្រោមមេឃស្រឡះព្រះច័ន្ទដ៏ធំរះនៅលើមេឃ Kiki ជាអំបោះនិងនៅជាមួយឆ្មាខ្មៅ Gigi ដែលប្រៀបបានដូចជាមិត្តល្អរបស់ខ្លួន Kiki បានឲ្យ Gigi បើកវិទ្យុដែលលោកប៉ាបានទុកជាអនុស្សាវរីយ៍ដើម្បីឲ្យនាងមានអារម្មណ៍ល្អទីបំផុតក្រោយស្ដាប់វិទ្យុនាងក៏អាចគ្រប់គ្រងនឹងបានច្រើនហើយនៅតាមផ្លូវបានជួបក្មេងស្រីចងសក់ទីងតូចម្នាក់ដែលមើលទៅនាងបានជាអំបោះហោះហើរយ៉ាងល្អក្មេងស្រីនោះក៏បាននិយាយថានាងមានទីក្រុងដែលនាងបានរស់នៅរួចហើយថានាងក៏មានសមត្ថភាពក្នុងការរស់នៅនិងធ្វើការដោយខ្លួនឯងបាននោះដែរក្រោយពីក្មេងស្រីនោះបានចាក់ចេញ Kiki ទើបដឹងហើយថាខ្លួនឯងមិនទាន់បានត្រៀមអ្វីបន្តិចសោះឡើយមិនដឹងសូម្បីខ្លួនឯងមានសមត្ថភាពអ្វីឲ្យប្រកបនោះទេភ្លាមមេឃក៏បានយំជំនួសមនុស្សខូចចិត្តដោយខ្លាច Kiki សាញ់ថាមិនទាន់ខូចចិត្តគ្រប់ចំនួនមេឃក៏ទម្លាក់រន្ទះពីវាក្របន្ថែមទៀតដែលធ្វើឲ្យ Kiki ទប់លំនឹងស្ទើរមិនជាប់សម្លឹងឃើញកំណត់រថភ្លើងមួយ Kiki ក៏សម្រេចចិត្តប្រថុយហោះចូលទៅក្នុងរថភ្លើងនោះដើម្បីច្រកភ្លៀងសំណាងល្អមែននៅក្នុងរថភ្លើងមានស្មៅតុនជាច្រើន Kiki ដោយសារអស់កម្លាំងនាងក៏កេងលក់នៅលើស្មៅនោះទៅព្រឹកឡើងភ្ញាក់ពីគេង Kiki ទើបបានដឹងថាខ្លួនឯងបែរជាខ្លាចជាអ្នកដំណើររួមបន្ទប់ជាមួយនឹងសត្វគោទៅវិញបន្ទាប់ពីបានរៀបចំអីវ៉ាន់រួច Kiki ក៏លើក Gigi មកដាក់នៅលើអំបោះហើយក៏បានហោះចេញមកក្រៅគេបានឃើញទីក្រុងដែលស្ថិតនៅចំកណ្ដាលសមុទ្រមួយក៏សម្រេចចិត្តហោះចូលទៅមើលមនុស្សម្នាជាច្រើនកកនៅតាមផ្លូវមានផ្សារនិងមានឡានតូចធំជាច្រើនមើលទៅកាន់ទីនេះពិតជាទីក្រុងដ៏ធំមែនឆ្មាខ្មៅ Gigi បានប្រាប់ទៅកាន់ Kiki ថាមនុស្សម្នាជាច្រើនកំពុងតែសម្លឹងមើលមកយើងហើយប៉ុន្តែ Kiki ក៏បានតបទៅវិញថាធ្វើខ្លួនធម្មតាទៅញញឹមរក្សាចំហនិងមានទំនុក
យកចិត្តភ្លាមនោះឡានធំមួយក៏បានបើកចេញមកវិញនឹងប៉ះពួកគេទៅហើយគីប្រឹងរែចង្កូតទៅឆ្វេងទៅស្ដាំធ្វើឲ្យឡានផ្សេងជាច្រើនទៀតវើចង្កូតបុកគ្នាពេញផ្លូវគីស្ទើរតែធ្លាក់មកលើដីមិននឹកស្មានថាទំនុកចិត្តទាំងប៉ុន្មានអំបញ្ញមិញក៏រត់ទៅមើលកូនបាត់អស់ទៅហើយគីក៏បានហោះរត់ចេញពីទីនោះបន្ទាប់ពីសកម្មភាពស្ងប់ស្ងាត់ប៉ូលីសម្នាក់ក៏បានមកផាកនាងអំពីបទអត់ពាក់មួកសុវត្ថិភាពនិងបើកបោបញ្ច្រាស់ទិសគេធ្វើឲ្យស្ទះពេញនឹងមិនទាន់បានបោកសរុបបញ្ជីគិតថ្លៃផាកពិន័យផងភ្លាមស្រាប់តែមានចោរឆាក់កបោកមួយនៅម្ដុំនោះលោកប៉ូលីសក៏បានរត់ទៅចាប់ចោរធ្វើឲ្យគីរត់ចេញបានសម្រេចកំពុងអស់សង្ឃឹមក្នុងឆាកជីវិតក្មេងប្រុសឈ្មោះថមបូក៏បានជិះកង់មករយៈតាក់ជាមួយគីព្រោះគេបានឃើញនាងជាអំបោះហោះអំបញ្ញមិញនេះឯងហើយក៏បានប្រាប់ថាខ្លួនគឺជាចោរដែលត្រូវបានប៉ូលីសដេញចាប់ដើម្បីជួយគីនៅមុននេះផងដែរភ្លាមថមបូក៏បានចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់របស់គីហើយក៏បានបង្អាប់ទៅកាន់គីថានាងទិញអាវពីហាងល្បីមួយណាមើលទៅដូចជាអាវរបស់លោកយាយខ្ញុំអញ្ចឹងគីដែលឃើញក្មេងប្រុសនោះគ្មានសុជីវធម៌នាងក៏បានខឹងរួចក៏បានចាក់ចេញទៅគីបានដើររកផ្ទះសំណាក់ជាច្រើនដើម្បីស្នាក់នៅប៉ុន្តែដោយសារតែនាងនៅក្មេងពេកផ្ទះសំណាក់ទាំងអស់គឺមិនទទួលយកនាងឲ្យស្នាក់នៅនោះទេឆ្មាខ្មៅជីបានផ្ដល់យោបល់ទៅឲ្យគីថាទៅរកទីក្រុងផ្សេងទៅអ្នកទាំងពីរដែលកំពុងតែឈរមើលផ្ទៃដីដ៏ធំល្វឹងល្វើយភ្លាមស្ត្រីមាសធំម្នាក់ដែលជាម្ចាស់ហាងនំប៉័ងនៅក្បែរនោះក៏បានរត់មកហៅភ្ញៀវគាត់ដែលបានផ្លេចក្បាលទឹកដោះគោសម្រាប់កូននាងដោយគិតថាវាគឺជារឿងសំខាន់គីក៏បានសុំអ្នកមីងដើម្បីជួយពេលត្រឡប់មកវិញគីបានទទួលសម្បត្តិពីភ្ញៀវមាញ់មិញដែលសូមឲ្យនាងយកផ្ញើទៅឲ្យម្ចាស់ហាងនំប៉័ងនោះអ្នកមីងបានហៅគីឲ្យចូលអង្គុយនៅខាងក្នុងព្រោះគាត់ចង់អរគុណនាងនៅពេលដឹងថាគីមិនទាន់រកកន្លែងស្នាក់នៅបានគាត់ក៏ឲ្យនាងស្នាក់នៅបន្ទប់ជាន់ខាងលើនៃផ្ទះរបស់គាត់គីសប្បាយចិត្តជាខ្លាំងអ្នកមីងបានឃើញកាយវិការលបរបស់គីគាត់សើចខ្លាំងរួចក៏បានព្រិចភ្នែកទៅកាន់ជីឃើញអញ្ចឹងជីឡើងគាំងឆ្ងល់មិនបានអ៊ីនឹងព្រិចភ្នែកឲ្យគាត់ចឹងនៅពេលទៅដល់បន្ទប់គីទៅដឹងថាបន្ទប់ខ្លួនឡើងយ៉ាប់គ្មានរបស់របរអីទាំងអស់មានតែគ្រែមួយដែលសិតតែដីពេញនឹងឆ្មាខ្មៅជីដើរនៅតាមក្រោយក៏បានលើកជើងរបស់វាមើលក៏ដឹងថាជើងរបស់ខ្លួនឡើងសិតតែដីវារអ៊ូម្នាក់ឯងថាបើនៅតែអញ្ចឹងទៀតព្រឹកឡើងវានឹងខ្លាចទៅជាឆ្មាសមិនខានទេនិយាយទៅឆ្មានឹងសាំហ្មងរអ៊ូច្រើនជាងគីទៀតប៉ុន្តែអត់និយាយអីទេតាមពិតបន្ទប់នឹងដីច្រើនមែនអ្នកនរគ្នាដីឡើងច្រើនហ្មងដោយសារហេតុការណ៍កាលពីម្សិលមិញគីក៏បានដឹងហើយថាតាមពិតខ្លួនអាចមានសមត្ថភាពក្នុងការយកអីវ៉ាន់ទៅឲ្យភ្ញៀវបាននេះហើយនាងនឹងគិតថានាងនឹងធ្វើជាអ្នករត់ទំនិញឲ្យអតិថិជនគីបានរាប់លុយដែលនៅសល់ដែលនាងគិតថានឹងចង់ទិញទូរស័ព្ទមួយគ្រឿងដើម្បីងាយស្រួលទំនាក់ទំនងជាមួយនឹង customer របស់នាងបន្ទាប់ពីបានរៀបចំខ្លួននាងក៏បានចុះមកខាងក្រោមដើម្បីជួយធ្វើការងារបន្តិចបន្តួចរបស់អ្នកមីងគីក៏បានប្រាប់រឿងទាំងអស់ទៅកាន់អ្នកមីងចិត្តល្អឲ្យគីស្នាក់នៅទីនេះនិងប្រើទូរស័ព្ទរបស់ហាងហើយថែមទាំងឲ្យអាហារពេលព្រឹកមួយពេលទៅកាន់គីទៀតផងដោយគ្រាន់តែសុំឲ្យគីជួយសម្រាលការងារគាត់បន្តិចបន្តួចរហូតដល់គាត់សម្រាលកូនដែលនៅក្នុងពោះរបស់គាត់រួចរាល់គីយល់ព្រមនិងសប្បាយចិត្តជាខ្លាំងនាងប្រឹងរត់ធ្វើការមិនខ្លាចហត់ហើយនិយាយសរសើរទៅកាន់អ្នកមីងថាអ្នកមីងស្អាតហើយចិត្តល្អទៀតឮក្មេងបញ្ចូលអ្នកមីងសើចខ្លាំងម្ដងទៀតហើយជីឆ្មាខ្មៅនេះវិញកំពុងតែមើលទេពកោសល្យធ្វើការរបស់លោកពូមិនស្មានថាលោកពូដែលជាមនុស្សម៉ឺងម៉ាត់នេះអាចជាធ្វើការផងព្រិចភ្នែកដាក់ជីផងធ្វើឲ្យវាគាំងបែកញើសជោគខ្លួនប្រហែលជាពិបាកយល់ពីចិត្តមនុស្សខ្លាំងហើយមើលទៅបន្ទាប់ពីបានធ្វើការងាររួចរាល់គីក៏បានឡើងមកជូតសម្អាតបន្ទប់របស់ខ្លួនបន្ទាប់មកក៏នាំជីចេញទៅក្រៅដើម្បីទិញសម្ភារៈបន្តិចបន្តួចមកទុកប្រើប្រាស់នៅតាមផ្លូវឃើញក្មេងៗជាច្រើនដែលបានស្លៀកពាក់ស្អាតគីក៏ចង់មានសម្លៀកបំពាក់ស្រស់ស្អាតដូចគេដែរបន្ទាប់ពីការទិញអីវ៉ាន់រួចនៅតាមផ្លូវគីបានឃើញស្បែកជើងដែលគេដាក់តាំងនៅតាមផ្លូវមួយដ៏ស្រស់ស្អាតកំពុងតែតាំងអារម្មណ៍មើលស្បែកជើងដ៏ស្រស់ស្អាតនោះក្មេងប្រុសធំបូម្នាក់នោះក៏បានបង្ហាញខ្លួនទៀតហើយធំបូស្រែកពីលើឡានកញ្ចាស់ដែលមានអំពង់ស៊ីម៉ាំងបាញ់ផ្សែងហុយពេញនឹងរួមទាំងជ្រុះគ្រឿងក្រៅឡានពេញផ្លូវវាបានមិនឈឺទៅកាន់គីទៀតហើយសួរទៅកាន់នាងថាហេតុអីថ្ងៃនឹងអត់ហោះចឹងហើយពាក់អាវខ្មៅដើរមួយឆ្មាខ្មៅទៀតចង់សួរថាម៉ូតនឹងស្លៀកតាម Hero Mobile Legends មួយណាគីគាំងខ្ជិលជ្រលក់ច្រើនជាមួយនាងក៏បានចាក់ចេញពីទីនោះទៅនៅពេលត្រឡប់មកដល់ផ្ទះអ្នកមីងក៏ប្រាប់ទៅកាន់គីថាថ្ងៃនេះមានភ្ញៀវម្នាក់មកចង់ប្រើសេវាកម្មរបស់គីឮអញ្ចឹងនាងប្រញាប់ប្រញាល់
រត់ឡើងទៅលើផ្ទះដើម្បីយកអីវ៉ាន់ទុកទាញយកអំបោះរត់ចុះមកខាងក្រោមវិញបន្ទាប់ពីបានទទួលយកអីវ៉ាន់និងទីតាំងរបស់អតិថិជនដែលគីគីត្រូវដឹកយកទៅឲ្យរួចភ្ញៀវម្នាក់នោះក៏បានសួរទៅកាន់គីគីថាតើយកតម្លៃប៉ុន្មានគីគីក៏បានឆ្លើយទៅវិញថាខ្លួនមិនទាន់បានកំណត់តម្លៃនៅឡើយទេបន្ទាប់មកភ្ញៀវម្នាក់នោះក៏បានឲ្យប្រាក់យ៉ាងច្រើនទៅកាន់គីគីរំភើបជាខ្លាំងនាងចាប់ទាញអំបោះហោះឡើងទៅលើមេឃយ៉ាងខ្ពស់ដោយឃើញពីសភាពការមិនសូវស្រួលជីក៏បានសួរទៅកាន់គីគីថាហោះខ្ពស់យ៉ាងហ្នឹងដឹកឲ្យមនុស្សឬក៏ដឹកឲ្យទេវតាគីក៏បានតបទៅជីវិញថានេះគឺជាអតិថិជនទី1របស់ខ្ញុំដូច្នេះហើយខ្ញុំមិនចង់ឲ្យត្រូវប៉ូលីសផាកឬក៏ស្ទះចរាចរណ៍អីនោះទេបន្ទាប់ពីបានមើលផែនទីរួចនាងក៏បានទម្លាក់ខ្លួនចុះមកក្រោមវិញមិនស្មានថានៅពេលនោះដែរបានជួបសត្វមួយហ្វូងគីក៏បានហោះទៅចូលនៅជួររបស់សត្វទាំងនោះប៉ុន្តែភ្លាមនោះស្រាប់តែមានខ្យល់កន្ត្រាក់មួយបានកើតឡើងគីនិងជីក៏បានធ្លាក់មកក្រោមដោយសត្វទាំងអស់នោះផងដែរហើយរឿងដែលសរជាងនេះទៅទៀតគឺនាងបានធ្លាក់ទៅចំសម្បុកពងនៃសត្វបក្សីនោះដែលធ្វើឲ្យពួកវាខឹងជាមួយគីយ៉ាងខ្លាំងនៅពេលដែលពួកគេបានចាក់ចេញមកស្រាប់តែពួកគេបានដឹងថាឆ្មាខ្មៅដែលនៅក្នុងទ្រុងនោះក៏បានធ្លាក់បាត់ទៅហើយអ្វីដែលពិសេសជាងនេះទៅទៀតឆ្មាខ្មៅដែលនៅក្នុងទ្រុងនោះគឺវាមានរូបរាងដូចជាជីអញ្ចឹងសារពេលវេលាក៏កាន់តែខើចខ្លីហើយរួមទាំងការត្រឡប់ទៅជួបបក្សីទាំងនោះក៏រឹតតែពិបាកថែមទៀតដូច្នេះហើយជីក៏បានបន្លំខ្លួនធ្វើជាឆ្មាជ័រនោះដោយពួកគេសម្រេចថាឲ្យជីបន្លំខ្លួនមួយផ្លែតចំណែកគីវិញត្រឡប់ទៅរកកន្លែងនោះហើយយកឆ្មានោះមកវិញឲ្យបាននៅពេលគីត្រឡប់មកព្រៃវិញនាងក៏បានឃើញផ្ទះមួយនៅកណ្ដាលព្រៃហើយឆ្មាជ័រនោះក៏នៅក្នុងផ្ទះនេះដូចគ្នាក្រឡេកមកមើលជីឆ្មាកំសត់ឯនេះវិញត្រូវកូនម្ចាស់ផ្ទះនោះចាប់ក្រឡុកទៅក្រឡុកមកហើយនៅពេលដែលវាលេងអស់ចិត្តវាក៏បានទុកជីនៅចិត្តឆ្កែមួយក្បាលជីក្រឡេកទៅឃើញឆ្កែធំយ៉ាងនេះក៏ដឹងថាខ្លួនឯងប្រកាសជាចូលនិព្វានឆាប់នេះហើយបើនៅតែអញ្ចឹងទៀតចំណែកគីវិញខំប្រឹងអស់ពីលទ្ធភាពរហូតម្ចាស់ផ្ទះនោះក៏បានប្រគល់ឆ្មាតុក្កតានោះឲ្យមកនាងវិញត្រឡប់មកដល់ផ្ទះនោះម្ដងទៀតគីបានឃើញឆ្កែមួយក្បាលនោះបានពំជីចេញពីក្នុងផ្ទះហើយជីក៏បានប្រាប់ទៅកាន់គីថាឆ្កែនេះគឺបានជួយជីវិតគេគឺវាមិនបានធ្វើបាបនោះទេហើយវាក៏បានជួយទៀតបន្ទាប់ពីរឿងរ៉ាវទាំងអស់ត្រូវបានដោះស្រាយរួចគីក៏បានរៀននិងបានយល់ច្រើនពីការងារដែរនៅពេលត្រឡប់មកដល់ផ្ទះឃើញលោកពូបានរៀបចំលើកឈ្មោះរបស់នាងឡើងគេសប្បាយចិត្តជាខ្លាំងថ្ងៃបន្ទាប់គីនៅលក់នៅក្នុងហាងដូចធម្មតាបន្ទាប់ពីនាងបានទទួលលេខទូរស័ព្ទរបស់អតិថិជនធំបូពេលនោះក៏បានដើរចូលមកដល់ដោយសារតែមកនិយាយចំជាមួយគីនាងមិនព្រមឆ្លើយធំបូក៏ធ្វើដូចជាអ្នកមកទិញនំប៉័ងក៏យកសម្បត្តិទៅចូលរួមពិធីផាតធីមួយមកឲ្យគីហើយសុំនាងដើម្បីចូលរួមជាមួយដោយពេលនោះឃើញគីរវល់ធំបូក៏បានទុកសម្បត្តិនោះនៅលើតុហើយប្រាប់គីថាជួបគ្នាម៉ោង 6 នៅល្ងាចនេះណាគីតាមពិតនៅនឹងមុខធំបូធ្វើជារឹកធ្វើពៀប៉ុន្តែចុងក្រោយក៏បានយកសម្បត្តិនោះទៅសុំអ្នកមីងថាល្ងាចនេះចង់ទៅចូលរួមពិធីផាតធីមួយជាមួយនឹងធំបូអ្នកមីងក៏មិនបានខត់ខាំងអ្វីទៅកាន់គីដែរនៅតាមផ្លូវយកអីវ៉ាន់ទៅឲ្យភ្ញៀវជីបានសួរទៅកាន់គីថាក្រែងមិនចូលចិត្តម្នាក់ហ្នឹងអីហេតុអីឥឡូវចង់ទៅផាតធីជាមួយគេអញ្ចឹងយ៉ាប់ហ្មងឆ្មានេះខ្វះគេចង់មានស្នេហាក៏មិនបានដែរគីបានយកអីវ៉ាន់ទៅឲ្យភ្ញៀវពីមួយទៅមួយហើយបន្ទាប់មកនៅមានភ្ញៀវមួយទៀតដែលជាភ្ញៀវចុងក្រោយប៉ុន្តែដោយសារតែសំណាងមិនល្អអីវ៉ាន់ចុងក្រោយដែលគីត្រូវយកទៅឲ្យភ្ញៀវនោះគឺជានំដែលលោកយាយនោះធ្វើជូនចៅរបស់គាត់ក្នុងថ្ងៃ birthday ហើយនំនោះដែរក៏ធ្វើមិនទាន់រួចរាល់នោះដែរពីព្រោះថាភ្លើងវាដាច់ដោយសារតែគីខ្លាចទៅចូលរួមកម្មវិធីមិនទាន់នាងក៏យកព្រមជួយលោកយាយនោះគីបានប្រើលោដុតនំដោយយកអុសធ្វើជាភ្លើងដើម្បីបង្កើតហើយនៅពេលដែលនំនោះមិនទាន់ឆ្អិននាងក៏យកពេលវេលានៅសល់ជួយជួសជុលអំពូលឲ្យលោកយាយនោះប៉ុន្មានម៉ោងក្រោយមកនំក៏បានឆ្អិនគីក៏បានចាក់ចេញពីផ្ទះនោះដូចគ្នានៅពេលដែលចាប់ផ្ដើមចេញដំណើរមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងប៉ុន្តែគីនៅតែបន្តដំណើរយកអីវ៉ាន់នោះទៅឲ្យភ្ញៀវឲ្យទាល់តែបានប៉ុន្តែពេលយកទៅដល់ចៅស្រីរបស់លោកយាយនោះបែរជាមិនពេញចិត្តទៅវិញព្រោះតែនាងមិនដែលចូលចិត្តលោកយាយរបស់នាងនោះទេគីបន្ទាប់ពីទទួលបានសញ្ញាពីភ្ញៀវនាងក៏ប្រញាប់ប្រញាល់ចេញទៅផ្ទះពីព្រោះថាធំពោប្រហែលជានៅចាំខ្លួនហើយប៉ុន្តែគួរឲ្យស្ដាយនៅពេលទៅដល់ផ្ទះអ្វីក៏ហួសពេលហើយធំបូក៏បានចាក់ចេញទៅដែរនៅពេលព្រឹកបន្ទាប់ដោយសារតែគីល្ងាចមិញត្រូវភ្លៀងខ្លាំងពេកនាងក៏បានធ្លាក់ខ្លួនឈឺអ្នកមីងក៏បានជួយយកថ្នាំនិងដាំបបរទៅឲ្យគីញ៉ាំបន្ទាប់ពីបានសម្រាកញ៉ាំថ្នាំគីក៏បានធូរស្រាលច្រើនហើយនៅព្រឹកនេះគីត្រូវយកអីវ៉ាន់ទៅឲ្យភ្ញៀវម្នាក់ដែលនៅជិតនេះតែជីមិនបានទៅជាមួយនឹងនោះទេគឺជីកំពុងតែមានដេតជាមួយនឹងអ្នកជិតខាងដែលវាតែងទៅលួចមើលជារៀងរាល់ថ្ងៃនោះនៅពេលដែលកំពុងស្វែងរកម្ចាស់អីវ៉ាន់គីក៏បាន
បានជួបជាមួយនឹងក្មេងប្រុសធំបូហើយក៏បានសួរទៅកាន់ក្មេងប្រុសពីអាសេដ្ឋាននោះក្មេងប្រុសនោះក៏បាននិយាយថាឈ្មោះនោះគឺជាឈ្មោះរបស់ខ្លួននឹងឯងតាមពិតធំបូធ្វើអញ្ចឹងគឺគ្រាន់តែចង់ជួបជាមួយនឹងគីគីបន្ទាប់មកធំបូក៏បាននាំគីគីទៅមើលកង់ដែលវាកែច្នៃថាកង់នោះនឹងអាចហោះហើរបានតាមពិតទៅធំបូគឺជាមនុស្សម្នាក់ដែលមានចិត្តចង់បង្កើតអ្វីៗដែលអាចហោះហើរបានពីព្រោះតែខ្លួនចង់ហោះហើរនៅលើមេឃហេតុនេះហើយនៅពេលដែលវាឃើញគីគីវាក៏បានចាប់អារម្មណ៍ទៅលើគីគីតាំងពីដើមរហូតមកដើម្បីជាការសុំទោសចំពោះធំបូដែលថ្ងៃមុនឲ្យរងចាំខ្លួនគីគីក៏បានសម្រេចចិត្តថានឹងជិះកង់ជាមួយធំបូចេញទៅធំបូខំប្រឹងតាក់កង់យ៉ាងខ្លាំងដើម្បីឲ្យវាហោះប៉ុន្តែវានៅតែមិនអាចហោះបានបន្ទាប់មកនៅពេលដែលជួបនឹងឡានវាក៏បានហោះមែនអ្នកទាំងអស់គ្នាពេលហ្នឹងមិនមែនធំបូគាត់ចេះតែនិយាយកុហកឯងគឺថាកង់ហ្នឹងហោះពីលើភ្នំចូលមកកាន់ជម្រាលភ្នំហើយអាកង្ហាដែលដាក់ពីមុខកង់ហ្នឹងក៏បានហោះទៅឡើងខ្ពស់ហ្មងហើយធំបូហើយគីគីក៏បានហោះចេញពីកង់នឹងដូចគ្នានិយាយទៅហោះទាំងអស់ហ្មងហើយបើអ្នកទាំងអស់គ្នាសាកចង់រៀនជិះកង់នឹងដែរកុំភ្លេចទៅអនុវត្តនៅផ្ទះទាំងអស់គ្នានៅពេលក្រោកឡើងបានគីគីក៏បានឃើញធំបូកំពុងតែដេកនៅលើដីនាងក៏បានសួរទៅកាន់ធំបូថាម៉េចហើយបន្ទាប់ពីបាននឹកដល់សភាពខាំបាញ់មិញគីគីអត់ដឹងមានពីអីនិយាយហើយក៏សើចនៅនឹងហ្មងបន្ទាប់ពីនោះពួកគេក៏បានទៅអង្គុយលេងនៅមាត់សមុទ្រហើយនៅជិតពួកគេនោះគឺមានយានមួយដែលគេទុកបំរុងនៅបង្ហោះនៅពេលឆាប់ឃើញសភាពខ្លួនឯងនៅបាញ់មិញនេះធំបូបាននិយាយថាពិតជាច្រណែនជាមួយគីគីយ៉ាងខ្លាំងនៅពេលដែលគីគីអាចហោះហើរបានចំណែកខ្លួនឯងវិញមិនអាចទេហើយគីគីក៏តបវិញដែរថាខ្លួនមិនមែនហោះហើរសម្រាប់តែលេងសើចនោះទេប៉ុន្តែវាគឺជាការងារមួយសម្រាប់នាងហើយវាក៏ជាកាតព្វកិច្ចដែលនាងត្រូវតែធ្វើនោះដែរធំបូក៏និយាយថាទោះយ៉ាងណាខ្លួននៅតែសរសើរគីគីដែលអាចយកសមត្ថភាពរបស់ខ្លួនមករកការងារធ្វើបានកំពុងតែនិយាយគ្នាលេងមានក្តីសុខពេលនោះដែរមិត្តភក្តិធំបូក៏បានមកដល់គីគីឃើញអញ្ចឹងក៏មិនសប្បាយចិត្តបន្ទាប់មកក៏ស្រាប់តែដើរចេញទៅហើយប្រាប់ថាខ្ញុំមានការងារច្រើនទៀតត្រូវធ្វើអញ្ចឹងប៉ុណ្ណឹងបានហើយថ្ងៃហ្នឹងធំបូឃើញអញ្ចឹងក៏ឆ្ងល់ប៉ុន្តែក៏មិនបានហាមគាត់គីគីដែរគីគីបានត្រឡប់មកផ្ទះវិញដោយអស់កម្លាំងខ្លាំងពេកនាងក៏បានទម្លាក់ខ្លួននៅលើគ្រែពេលនោះដែរនាងក៏បានដឹងថាជីជីក៏បានត្រឡប់មកវិញដែរនាងក៏បាននិយាយរឿងគ្រប់យ៉ាងដែលកើតឡើងកាលពីមិញនេះទៅប្រាប់ជីជីប៉ុន្តែជីជីក៏មិនបានតបហើយក៏បានដើរចាក់ចេញទៅនៅថ្ងៃបន្ទាប់នៅពេលដែលគីគីកំពុងញ៉ាំអាហារជីជីក៏បានចូលមកដល់គីគីក៏បាននិយាយទៅកាន់ជីជីថាខ្លួនមិនខាត់នឹងឲ្យជីជីមានសង្សារទេប៉ុន្តែហេតុអីក៏ជីជីតែងតែមកញ៉ាំបាយយឺតយ៉ាងនេះប៉ុន្តែពេលនោះជីជីក៏មិនបានតបមកអ្វីដែរហើយវាថែមទាំងប្រើពាក្យសម្ដីដូចជាសត្វឆ្មាផ្សេងទៀតផងដែរគីគីប្រឹងស្រែកឲ្យជីជីនិយាយជាមួយប៉ុន្តែជីជីក៏មិនបានខ្វល់រួចហើយក៏ចាក់ចេញទៅគីគីយល់សភាពការមិនស្រួលនាងក៏បានចាប់យកអំបោះហើយបំរុងនឹងសាកហោះប៉ុន្តែអំបោះនោះក៏គ្មានប្រសិទ្ធភាពអ្វីទៀតនោះដែរជីជីខំប្រឹងយកអំបោះចេញទៅខាងក្រៅហើយព្យាយាមហោះជាច្រើនដងប៉ុន្តែនៅតែមិនអាចទៅរួចចុងក្រោយនាងក៏បានដឹងថាម៉ាជីករបស់នាងក៏ត្រូវបានរលាយហើយអំបោះនោះក៏បានបាក់ទៀតអ្វីៗគ្រប់យ៉ាងក៏បានប្រែប្រួលអស់ទៅហើយនៅពេលព្រឹកឡើងគីគីក៏បានយករឿងរ៉ាវទាំងអស់នេះទៅប្រាប់អ្នកមីងភ្លាមក៏បានឃើញយានមួយដែលកំពុងហោះហើយថមបូក៏បាននៅក្នុងយាននោះដូចគ្នាបន្ទាប់ពីនោះថមបូក៏បានទេទូរស័ព្ទមកកាន់គីគីប្រាប់ពីរឿងហេតុដែលគេបានបើកបរយាននោះប៉ុន្តែសម្រាប់គីគីវិញគឺគាត់អត់សប្បាយចិត្តនោះទេដោយសារតែគាត់បានបាត់បង់ម៉ាជីករបស់គាត់ហើយគាត់ក៏អាចហោះដូចមុនបានដែរនៅថ្ងៃបន្ទាប់គីគីក៏បានជួបជាមួយនឹងមិត្តភ័ក្តិដែលបានជួបគ្នានៅក្នុងព្រៃគឺជាមនុស្សស្រីម្នាក់ដែលជាជើងគូគំនូហើយក៏ជាអ្នកមានគុណរបស់ជីជីដែលបានរើបានឆ្មាតុក្កតានោះទុកផងដែរមិត្តភ័ក្តិម្នាក់នោះក៏បានសុំឲ្យគីគីទៅសម្រាកលំហែកាយនៅផ្ទះខ្លួនមួយរយៈសិនទៅមុននឹងសភាពការត្រឡប់មកកាន់ដូចដើមវិញគីគីក៏យល់ព្រមដោយត្រឡប់ទៅកាន់ផ្ទះក្នុងព្រៃជាមួយនឹងក្មេងស្រីម្នាក់នោះផងដែរមួយរយៈនេះគីគីពិតជាបានស្រស់ស្រាយយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះក្មេងស្រីម្នាក់នោះក៏សុំឲ្យគីគីធ្វើជាម៉ូដែលរបស់ខ្លួនដើម្បីគូររូបគីគីដាក់នៅលើក្នុងសេះដែលជាគំនិតច្នៃប្រឌិតដ៏ល្អបំផុតរបស់ក្មេងស្រីម្នាក់នោះបន្ទាប់ពីនោះនាងបាននាំគីគីឲ្យដើរមើលនៅក្នុងព្រៃបង្រៀនគីគីធ្វើម្ហូបនិងនិយាយរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកប៉ុន្មានថ្ងៃក្រោយមកគីគីក៏បានត្រឡប់មកកាន់ទីក្រុងវិញដោយសារតែលោកយាយម្នាក់ដែលគីគីបានជួយការពីលើកមុនគាត់ប្រាប់គីគីថាក
គាត់មានការងារមួយសម្រាប់ឲ្យគីគីធ្វើនៅពេលមកដល់ផ្ទះនោះលោកយាយក៏បានឲ្យប្រអប់មួយទៅកាន់គីគីហើយឲ្យគីគីបើកប្រអប់នោះឡើងគាត់ក៏បាននិយាយទៅកាន់គីគីថាតើកូនអាចយកប្រអប់មួយនេះទៅផ្ញើឲ្យគីគីបានទេគីគីនោះគឺជាក្មេងស្រីដ៏ឆ្លាតនិងចេះជួយយកអាសាលោកយាយចង់អរគុណទៅកាន់គេហើយចង់ឲ្យរបស់នេះទៅគេនៅថ្ងៃ birthday របស់គេផងដែរដោយបានលើលោកយាយនិយាយបែបនេះគីគីរំភើបរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួនមិនទាន់បានកាត់នំផងនៅពេលនោះទួក៏បានផ្សាយព័ត៌មានទាន់ហនមួយដែលគេនិយាយអំពីយានមួយដែលកំពុងតែហោះហើរហើយយាននោះក៏កំពុងតែមានបញ្ហាផងដែរប្រជាជនជាច្រើនបានព្យាយាមទប់យាននោះប៉ុន្តែចុងក្រោយនៅសល់តែក្មេងប្រុសម្នាក់ហើយក្មេងប្រុសម្នាក់នោះដែរគឺឈ្មោះថាថមបូជាមិត្តរបស់គីគីនឹងឯងគីគីឃើញអញ្ចឹងនាងក៏មិនគិតអ្វីច្រើនហើយរត់ចេញទៅខាងក្រៅដើម្បីទៅជួយនឹងជួបនឹងថមបូនៅតាមផ្លូវមានក្រុមជួយសង្គ្រោះជាច្រើនប៉ុន្តែពួកគេក៏នៅតែមិនអាចជួយថមបូបាននៅឡើយគីគីដែលកំពុងរត់នៅតាមផ្លូវឃើញលោកតាម្នាក់បានកោនអំបោះនាងក៏បានសុំអំបោះនោះពីលោកតានោះហើយក៏ចាប់ផ្ដើមសមត្ថភាពរបស់នាងម្ដងទៀតពេលនោះដែរកូនអភូតហេតុមួយក៏បានកើតមានឡើងគីគីក៏ចាប់ផ្ដើមហោះបានហើយប៉ុន្តែការហោះនោះដែរគឺនៅមានសភាពរញ៉េរញ៉ៃនិងមិនអាចទៅមុខបានរលូននោះទេប្រជាជនជាច្រើនអ្នកកាសែតរួមទាំងក្រុមជំនួយជាច្រើនក៏បានមកទីនោះដើម្បីជួយសង្គ្រោះថមបូដែរប៉ុន្តែហាក់មិនឃើញមានផលអ្វីសោះភ្លាមយានក៏បានទៅបុកជាមួយនឹងនាឡិកាដ៏ធំមួយនៅកណ្ដាលទីក្រុងខណៈពេលដែលថមបូកំពុងតែវាយនឹងធ្លាក់គីគីក៏បានព្យាយាមទៅចាប់ដៃថមបូប៉ុន្តែដោយសារតែសមត្ថភាពរបស់នាងដើម្បីគ្រប់គ្រងអំបោះដែលនាងកំពុងជិះនោះមិនទាន់គ្រប់គ្រាន់គីគីពេលនោះក៏មិនអាចចាប់ដៃថមបូបានដែរពួកគេខំព្យាយាមម្ដងហើយម្ដងទៀតប៉ុន្តែចុងក្រោយថមបូក៏ត្រូវបានធ្លាក់មកក្រោមពេលជាមួយគ្នានោះដែរគីគីក៏បានចាប់ដៃថមបូជាប់ហើយពួកគេទាំងពីរនាក់ក៏មានសុវត្ថិភាពមនុស្សម្នាទាំងអស់គ្នានៅទីនោះបានកោតសរសើរទៅភាពក្លាហាននិងការខិតខំប្រឹងប្រែងរបស់គីគីយ៉ាងខ្លាំងនៅពេលនោះយើងក៏បានឃើញដែរថាជីក៏បានរត់មករកគីគីដូចគ្នាចំណែកឯអ្នកមីងដែលគីគីបាននៅផ្ទះនោះគាត់ក៏ចាប់ផ្ដើមឈឺពោះសម្រាប់បទរបស់គាត់នោះផងដែរហ្នឹងហើយអ្នកទាំងអស់គ្នារឿងគឺត្រូវបានចប់ធំហ្នឹងចំណុចសំខាន់នៃរឿងនឹងដែរគឺគេចង់ឲ្យយើងចេះតស៊ូប្រឹងប្រែងនិងជំនះរាល់ឧបសគ្គនៃជីវិតរៀនស្គាល់ពីខ្លួនឯងថាតើខ្លួនឯងចង់បានអ្វីខ្លួនឯងមានសមត្ថភាពអ្វីបន្ទាប់មកចាប់ផ្ដើមកោះរំលងសមត្ថភាពដែលបានកប់នោះឲ្យវាចេញមកពង្រឹងវាឲ្យកាន់តែល្អបន្ទាប់មកយកវាធ្វើជាស្ពានដើម្បីឈានទៅរកគោលដៅដែលយើងចង់បាននាពេលអនាគតនឹងឯងហើយអត់មានសង្ឃឹមថានៅពេលដែលអ្នកទាំងអស់គ្នាមើលរឿងនឹងចប់អ្នកទាំងអស់គ្នានឹងសួរទៅខ្លួនឯងថាតើខ្លួនឯងមានសមត្ថភាពអីហើយគួរប្រើវាដោយរបៀបម៉េចជាចុងក្រោយសូមជូនពរឲ្យអ្នកទាំងអស់គ្នាសម្រេចបាននៅអ្វីដែលអ្នកទាំងអស់គ្នាចង់បានអរគុណចំពោះការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់កុំភ្លេចចុចប៊ីតុង Subscribe ដើម្បីលើកទឹកចិត្ត Admin ហើយនឹងតាមដានវីដេអូ Admin លើកក្រោយៗទៀតជាពិសេសកុំភ្លេចបង្ហាញអារម្មណ៍របស់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមណាអរគុណច្រើនជំរាបលាありがとう君がいて